នៅក្នុងទូរស័ព្ទ iPhone មានមុខងារមួយដែលងាយស្រួលសម្រាប់បងប្អូនក្នុងការ screen ទាក់ទងនឹងរូបភាពឬក៏ជាឯកសារផ្សេងៗនៅពេលដែលបងប្អូនមើលនៅក្នុង TikTok ឬក៏ YouTube ឬក៏នៅក្នុង channel ឬក៏ website ផ្សេងៗដើម្បីងាយស្រួលក្នុងការប្រើប្រាស់និងទាញយកឯកសារយើងមុខងារនេះដែលយើងមានឈ្មោះថាscreen ហើយមួយទៀតហើយការកំណត់នៅក្នុងការថត screen នេះគឺយើងមាន3របៀបដែលបងប្អូនអាចប្រើប្រាស់បានអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងសូមបងប្អូនតាមដានដល់គ្នាប៉ុន្តែមុននឹងចាប់ផ្ដើមសូមបងប្អូនជួយ Subscribe Channel សម្រាប់អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីអូខេបងប្អូននៅមុនដំបូងចូលទៅលើ setting របស់ iPhone មកបន្តមកទៀតបងប្អូនជ្រើសរើសយកពី accessibility បន្ទាប់ពីបងប្អូនចូល accessibility ហើយយើងចូលពាក្យ touch នេះនៅខាងក្រោមនេះបន្ទាប់ពីចូលពាក្យ touch រួចហើយបងប្អូនជ្រើសរើសយកពាក្យ back tap នៅពេលដែលយើងចូល back tap យើងមាន double tap នៅពេលដែលយើងចូល double tap ហើយយើងរើសយកពាក្យ screenshot អូខេយើងឃើញហើយនេះ screenshot យើងបានបើកកម្មវិធីនឹងហើយអូខេយើងចេញទៅវិញមកបន្ទាប់មកយើងសាកល្បងមើលយើង double tap មកនៅខាងក្រោយខ្នង iPhone អូខេយើងគោះតែ2ដងគឺវាបាន screenshot ទាំងរូបភាពតែម្ដងចំណុចមួយទៀតយើងអាចប្រើការ screenshot នៅលើប៊ូតុង iPhone ខាងខាងអូខេយើងចុចមកយើងបាន screenshot មួយទៀតនេះជាវិធីទី2ដែលយើងប្រើអូខេឥឡូវបងប្អូនយើងសាកល្បងចូលទៅមើលនៅលើ Facebook នៅក្នុងកម្មវិធីយើងបើកដើម្បីមើលព័ត៌មានយើង scroll រកមើលព័ត៌មានឬក៏វីដេអូឬក៏រូបភាពណាដែលយើងចង់មើលឬក៏ចង់ save ទុកមើលព័ត៌មានសម្រាប់ថ្ងៃក្រោយគឺយើងប្រើ Easy Touch ដូចគ្នាអូខេយើងអូសមើលសិនមកអូខេយើងមើលរូបភាពនេះមួយយើងចង់ screenshot អូខេយើងសាកល្បង screenshot ណាអូខេជាប់វិធីនេះយើងប្រើនៅក្នុង Easy Touch យើងចូលមកយើងប្រើពាក្យ screenshot គឺយើងបានយ៉ាងងាយស្រួលនេះជាវិធីទី3ដែលយើងប្រើប្រាស់អូខេនេះទៅនឹងការប្រើប្រាស់គឺងាយស្រួលមែនទែនឥឡូវយើងសាក screenshot ទៅលើអក្សរឬក៏អត្ថបទណាមួយដែលយើងប្រើសម្រាប់ទុកមើលថ្ងៃក្រោយទាំងដឹងថាយើងងាយស្រួលមែនទែនអូខេគឺងាយស្រួលយើង screenshot បានតែម្ដងសូមបងប្អូនជួយ Subscribe Channel របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនិងគំនិតល្អៗបន្តទៀតបាទសូមអរគុណ